បញ្ញវន្តខ្មែរនៅកម្ពុជានិងសហរដ្ឋអាមេរិកនៅថ្ងៃទី11ខែធ្នូឆ្នាំ2025បានផ្ញើលិខិតផ្លូវការបន្ទាន់មួយទៅកាន់ប្រធានសភាអាមេរិកលោក Mike Johnson ដោយទាមទារឲ្យស្ថាប័នតំណាងរាស្ត្រនេះចាត់សកម្មភាពទៅលើប្រទេសថៃដែលបានប្រើប្រាស់យន្តហោះចម្បាំង F-16 ដែលផលិតនៅអាមេរិកនិងអាវុធដើមកំណើតអាមេរិកមួយចំនួនទៀតវាយប្រហារចូលជ្រៅក្នុងទឹកដីកម្ពុជាលោកមូនពេជ្រតំណាងឲ្យក្រមយុវជនខ្មែរដែលដាក់ពាក្យបណ្ដឹងបាននិយាយថាថៃកំពុងតែប្រើប្រាស់អាវុធផលិតនៅអាមេរិករួមទាំងយន្តហោះ F-16 នៅក្នុងប្រតិបត្តិការឆ្លងដែនខុសច្បាប់ដែលរំលោភទៅលើបូរណភាពទឹកដីរបស់កម្ពុជានិងធ្វើឲ្យជនស៊ីវិលកម្ពុជារងគ្រោះយោធាថៃទទួលស្គាល់ថាខ្លួនបានប្រើយន្តហោះចម្បាំង F-16 របស់អាមេរិកនិង Gripen របស់ស៊ុយអែតវាយប្រហារគោលដៅយោធារបស់កម្ពុជាក៏ប៉ុន្តែគ្រាប់បែកពីយន្តហោះទាំងពីរប្រភេទបានធ្លាក់ចុះនៅទីប្រជុំជនស៊ីវិលជាច្រើនក្រៅពីយន្តហោះចម្បាំងទាំងពីរក្រសួងការពារជាតិកម្ពុជាឲ្យដឹងថាថៃក៏បានប្រើយន្តហោះប្រយុទ្ធធុនស្រាល AT-6 វាយប្រហារកម្ពុជាផងដែរដែលចាប់ផ្ដើមតាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025ថៃធ្លាប់បានប្រើ F-16 និង Gripen ម្ដងរួចហើយកាលពីពេលប៉ះទង្គិចគ្នាកាលពីខែកក្កដាឆ្នាំ2025តាមរយៈលិខិតនេះយុវជនអ្នកតស៊ូមតិមុនពេជ្របាននិយាយទៅកាន់លោក Mike Johnson ថាក្នុងនាមជាប្រធានសភាលោកដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធានាការអនុលោមតាមកាតព្វកិច្ចប្រើប្រាស់សពាវុធរបស់អាមេរិកដែលត្រូវតែស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិនិងច្បាប់លីហ៊ីដែលបង្កើតឡើងដោយសមាជិកព្រឹទ្ធសភាអាមេរិកលោក Patrick Leahy គឺជាច្បាប់សិទ្ធិមនុស្សរបស់អាមេរិកដែលហាមឃាត់អាមេរិកពីការផ្ដល់ជំនួយយោធាដល់អង្គភាពយោធាបរទេសណាមួយដែលប្រព្រឹត្តការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្រមបញ្ញវន្តខ្មែរជំរុញឲ្យទីក្រុង Washington ដាក់សម្ពាធលើប្រទេសថៃឲ្យបញ្ឈប់អរិភាពនិងត្រឡប់ទៅរកយន្តការការទូតស្របច្បាប់វិញមកដល់ថ្ងៃទី12ខែធ្នូឆ្នាំ2025លោក Mike Johnson មិនទាន់ឆ្លើយតបទៅក្រមយុវជនខ្មែរចំពោះបណ្ដឹងនេះនៅឡើយទេគិតត្រឹមថ្ងៃទី12ខែធ្នូមានពលរដ្ឋខ្មែរ11នាក់ស្លាប់59នាក់របួសនិងភៀសខ្លួនជាង30,000នាក់ដោយសារតែការបាញ់ផ្លោងនិងទម្លាក់គ្រាប់បែករបស់យោធាថៃ